អ្នកជំនាញបានបង្ហើបថាប្រើក្បួនមួយនេះគេងលក់ទល់ភ្លឺអស់បារម្ភរឿងគេងមិនស្កប់ស្កល់ទៀតបើយោងតាមប្រភព Dream បានឲ្យដឹងថាមនុស្សមួយចំនួនមានសំណាងពីព្រោះពួកគេអាចដេកលក់ក្នុងរយៈពេលត្រឹមតែ5នាទីឬអាចតិចជាងនេះចំណែកឯអ្នកផ្សេងទៀតចំណាយពេលយូរជួនកាលយូរជាងនេះក៏មានប៉ុន្តែបែរមកមើលមនុស្សភាគច្រើនវិញចំណាយពេលយូរប្រហែលជា10ទៅ20នាទីដើម្បីដេកឲ្យលក់ហើយអ្នកខ្លះទៀតព្យាយាមគេងតែគេងមិនលក់ស្កប់ស្កល់សោះតើមានវិធីសាស្ត្រអ្វីដើម្បីជួយឲ្យពួកគេគេងលក់ស្រួលបានទេមិនជាការពិបាកទេនៅក្នុងការគេងនៅពេលយប់ការពិបាកក្នុងការគេងនៅពេលយប់គឺជាបញ្ហាចាក់ស្រេះមួយដ៏សែនពិបាកសម្រាប់មហាជនគ្រប់គ្នាជាពិសេសមនុស្សចាស់តែម្ដងហើយការគេងមិនលក់ក៏បណ្ដាលមកពីមូលហេតុជាច្រើនផងដែរដូចជាភាពតានតឹងការថប់អារម្មណ៍អាកាសធាតុក្តៅពេកកង្វះខ្យល់នៅក្នុងបន្ទប់និងមិនសូវស្រួលខ្លួនបញ្ហាទាំងនេះបណ្ដាលសុទ្ធតែធ្វើឲ្យមហាជនគ្រប់គ្នាធុញថប់និងក្រោកមកអស់កម្លាំងនៅពេលព្រឹកអ្នកជំនាញ Sammy Mago ជាអ្នកជំនាញផ្នែកដំណេកបានបង្ហើបថាការបើកបង្អួចនៅពេលយប់នឹងធ្វើឲ្យអ្នកគេងលក់ស្រួលទម្លាប់តូចមួយនេះក៏ជាដំណោះស្រាយល្អមួយសម្រាប់អ្នកគេងមិនលក់ផងដែរជាការពិតណាស់ការបើកបង្អួចគឺអាចធ្វើឲ្យខ្យល់អាកាសត្រជាក់ហូរចូលមកក្នុងបន្ទប់ដែលវាអាចជួយឲ្យអ្នកគេងលក់បានលឿននិងគេងលក់ស្រួលផងដែរនៅក្នុងនោះអ្នកស្រីវិជ្ជបណ្ឌិត Mago ក៏បាននិយាយបន្ថែមទៀតថានៅពេលរាងកាយរបស់អ្នកប៉ះជាមួយនឹងកម្ដៅនឹងធ្វើឲ្យអ្នកធុញថប់និងកាត់បន្ថយនៅពេលវេលាគេងរបស់អ្នកភ្នែករបស់អ្នកមានចលនារហូតអ្នកស្រី Mago បាននិយាយបន្ថែមទៀតថាបន្ទប់កាន់តែក្តៅការគេងកាន់តែពិបាកប៉ុន្តែប្រសិនបើបានដង្ហើមខ្យល់ត្រជាក់ស្រស់ស្រាយអាចជួយឲ្យអ្នកគេងលក់យ៉ាងប្រសើរឡើងខ្យល់ត្រជាក់ចូលក្នុងបន្ទប់ក៏ជាផ្នែកមួយធ្វើឲ្យរាងកាយត្រជាក់ពេញមួយយប់ផងដែរវាជារឿងដែលចាំបាច់ដើម្បីឲ្យគេងលក់បានស្រួលអ្នកស្រីបន្ថែមទៀតថាសីតុណ្ហភាពល្អបំផុតនៅក្នុងបន្ទប់គេងគឺ16ទៅ18អង្សាសេហើយខ្យល់ស្រស់ថ្លាអាចធ្វើឲ្យអ្នកគេងលក់ស្រួលនិងគេងបានស្កប់ស្កល់មួយវិញទៀតបើយោងតាមមូលនិធិនៃការគេងរបស់ចក្រភពអង់គ្លេសក៏បានចង្អុលបង្ហាញផងដែរថាអំពីទំនាក់ទំនងរវាងខ្យល់ស្រស់ថ្លានិងអារម្មណ៍នៃការគេងជាពិសេសខ្យល់ផ្ដល់នូវភាពត្រជាក់ធ្វើឲ្យរាងកាយរបស់អ្នកសម្រាកបានស្រួលនិងធ្វើឲ្យផ្លូវដង្ហើមដំណើរការស្រួលចំណែកឯការបើកបង្អួចនៅពេលយប់វិញអ្នកអាចបើកតែបន្តិចបានហើយដើម្បីការពារកុំឲ្យមានសារល្អិតធូលីដីនិងឧស្ម័នកាបូនឌីអុកស៊ីតចូលក្នុងបន្ទប់គេងរបស់អ្នកជាចុងក្រោយអ្នកស្រីវិជ្ជបណ្ឌិត Mago បានរៀបរាប់ថាប្រសិនបើបន្ទប់គេងរបស់អ្នកមិនមានខ្យល់ចេញចូលបានត្រឹមត្រូវនោះទេបរិមាណឧស្ម័ននានាក៏អាចបណ្ដាលឲ្យមានបញ្ហាចំពោះសុខភាពដូចជាឈឺក្បាលចង្អោរនិងវិលមុខជាដើម